អនាគតកម្ពុជាគឺប្រជាជនហ្វូណនតេជោនេះគឺជាប្រជាជនហ្វូណនតេជោគឺជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជាការដឹកជញ្ជូនតាមផ្លូវទឹកក្លាយជារហ័សថោកនិងមានប្រសិទ្ធភាពប្រជាជននេះបង្កើតការងារនិងលើកស្ទួយជីវភាពប្រជាជនតាំងពីសម័យបុរាណខ្មែរគឺជាជាតិដែលពឹងផ្អែកលើផ្លូវទឹកប្រជាជនហ្វូណនតេជោមិនត្រឹមតែជាគម្រោងសេដ្ឋកិច្ចទេប៉ុន្តែជាការស្ដារឡើងវិញនៅអរិយធម៌ទឹករបស់ខ្មែរគុណប្រយោជន៍នៃប្រជាជនហ្វូណនតេជោប្រជាជនហ្វូណនតេជោគឺជាគម្រោងយុទ្ធសាស្ត្រសំខាន់មួយសម្រាប់អភិវឌ្ឍជាតិបន្ទាប់ពីសាងសង់រួចវានឹងផ្ដល់អត្ថប្រយោជន៍ដូចខាងក្រោមការកាត់បន្ថយចំណាយដឹកជញ្ជូនការដឹកទំនិញតាមផ្លូវទឹកតម្លៃថោកជាងផ្លូវគោកឬផ្លូវអាកាសធ្វើឲ្យអាជីវកម្មមានការប្រកួតប្រជែងកាន់តែខ្លាំងជំរុញសេដ្ឋកិច្ចជាតិកើនឡើងនៃពាណិជ្ជកម្មទាក់ទាញវិនិយោគបរទេសបង្កើតការងារកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាងកម្ពុជាអាចមានផ្លូវចេញចូលសមុទ្រដោយខ្លួនឯងកាន់តែងាយស្រួលអភិវឌ្ឍតំបន់ជនបទតំបន់ជាប់ព្រែកនិងក្លាយជាតំបន់សេដ្ឋកិច្ចថ្មីទូរទស្សន៍ផ្លូវទឹកក្នុងសម័យបុរាណនៅសម័យហ្វូណននិងអង្គរផ្លូវទឹកមានសារៈសំខាន់យ៉ាងខ្លាំងពាណិជ្ជកម្មអន្តរជាតិខ្មែរបានធ្វើជាប្រជាករជាមួយប្រទេសដូចជាចិននិងឥណ្ឌាតាមទន្លេនិងសមុទ្រកសិកម្មនិងធារាសាស្ត្រប្រព័ន្ធទឹកបារាយណ៍និងព្រែកជួយដល់ការដាំដុះនិងធ្វើឲ្យអង្គររីកចម្រើនខ្លាំងដឹកជញ្ជូននិងការពារទន្លេនិងព្រែកជាផ្លូវសំខាន់សម្រាប់ចលនាទាំងសេដ្ឋកិច្ចនិងយោធាពេលណាកម្ពុជាបាត់បង់អត្ថប្រយោជន៍ផ្លូវទឹកការបាត់បង់នេះកើតឡើងបន្តិចម្ដងក្រោយសម័យអង្គរសតវត្សទី15ប្រព័ន្ធទឹកខូចខាតការផ្លាស់ទីអំណាចទៅតំបន់ផ្សេងសម័យអាណានិគមការអភិវឌ្ឍផ្លូវគោកជំនួសផ្លូវទឹកមិនត្រូវបានអភិវឌ្ឍបន្តសម័យសង្គ្រាមហេដ្ឋារចនាសម្ព័ន្ធខូចខាតសេដ្ឋកិច្ចធ្លាក់ចុះប្រជាហ្វូណនតេជោគឺជាគម្រោងដែលអាចស្ដារឡើងវិញនៅអំណាចផ្លូវទឹករបស់កម្ពុជាដោយសម័យបុរាណវាមិនត្រឹមតែជួយសេដ្ឋកិច្ចទេប៉ុន្តែជាសញ្ញានៃការរីកចម្រើននិងអត្តសញ្ញាណជាតិផងដែរនេះជាការសន្និដ្ឋានការយកឃើញរបស់ខ្ញុំពាក់ព័ន្ធលើប្រជាជនហ្វូណនតេជោសូមអរគុណ